នេះគឺជាឱកាសមួយដែលធ្វើឲ្យខ្មែរយើងចាប់ផ្ដើមកសាងនិងផលិតផលប្រើប្រាស់នានាជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងអញ្ចឹងនិយាយឲ្យខ្លីម៉ោងនេះគឺដល់ម៉ោងមួយដែលយើងចាប់ផ្ដើមគ្រប់គ្រងផលិតផលរបស់ខ្លួនឯងអរគុណបញ្ហាដែលធ្វើឲ្យយើងមានភាពរឹងមាំអរគុណបញ្ហាដែលធ្វើឲ្យយើងមានភាពវៃឆ្លាតជាងមុនមកដល់ម៉ោងនេះគឺជាម៉ោងមួយដែលប្រទេសជាតិរបស់យើងជួបសង្គ្រាមជាមួយនឹងប្រទេសជិតខាងរបស់យើងហើយក៏យើងពលិកាមិនត្រូវការប្រើប្រាស់របស់ចោលដែលនៅជិតប្រទេសរបស់យើងនេះគឺជាឱកាសមួយដែលធ្វើឲ្យខ្មែរយើងចាប់ផ្ដើមកសាងនិងផលិតផលប្រើប្រាស់នានាជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងtrongម៉ោងនេះគឺជាម៉ោងមួយដែលយើងចាប់ផ្ដើមឆ្លិចរកផលិតផលណាដែលយើងត្រូវការប្រើប្រាស់ចាំបាច់សម្រាប់ឆ្នាំងបាយរបស់យើងសម្រាប់ការប្រើប្រាស់ទៅលើរាងកាយរបស់យើងទាំងមូលเนาะគឺជាតម្រូវការប្រើប្រាស់មួយយ៉ាងចាំបាច់ពីមុនយើងទិញរបស់គេដោយវីដេអូមុនខ្ញុំនិយាយអញ្ចឹងគឺយើងទិញរបស់គេឡើងទៅខ្លាយទៅជាអ្នកមានហើយអញ្ចឹងម៉ោងនេះគឺម៉ោងមួយដែលយើងដល់ពេលដែលយើងគ្រប់គ្រងផលិតផលខ្មែររបស់យើងដែលខ្មែរស្លេចរកផលិតផលណាដែលជាផលិតផលរបស់ខ្មែរណាខ្ញុំបានយកមកបង្ហាញទាំងពីឆ្នាំដុសធ្មេញសាប៊ូដុសខ្លួនហ្នឹងហើយគឺហើយនឹងប្រេងឆាគឺខ្ញុំទិញអ្វីដែលជារបស់ខ្មែរយើងតែម្ដងបាទហើយបើនិយាយអំពីបន្លែដែលយើងត្រូវហូបទៀតគឺខ្ញុំទៅផ្សារគឺខ្ញុំទៅយកតែបន្លែណាដែលបងប្អូនយើងដាំពីស្រែចម្ការរបស់យើងមកទេបាទហ្នឹងហើយគឺអ្វីដែលសំខាន់គឺទីមួយវាជួយដល់សុខភាពហើយយើងដឹងអំពីប្រភពច្បាស់នោះថាបន្លែយកមកពីណាเนาะដែរអញ្ចឹងនិយាយឲ្យខ្លីម៉ោងនេះគឺដល់ម៉ោងមួយដែលយើងចាប់ផ្ដើមគ្រប់គ្រងផលិតផលរបស់ខ្លួនឯងដើម្បីឲ្យសេដ្ឋកិច្ចជាតិរបស់យើងនេះរីកចម្រើនកុំឲ្យសេដ្ឋកិច្ចជាតិរបស់យើងឬក៏លុយរបស់យើងហូរចេញទៅក្រៅប្រទេសទៀតពិតទេឥឡូវពុកម៉ែបងប្អូនខ្ញុំជឿថាម៉ោងនេះគឺជាម៉ោងមួយដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរវិធីគិតរបស់យើងគឺយើងប្រើរបស់ខ្មែរเนาะហើយអញ្ចឹងទាំងរបស់ប្រើប្រាស់នៅលើចក្រានឆ្នាំងបាយរបស់យើងទៅលើរាងកាយរបស់យើងទាំងសុខភាពគឺយើងសិក្សានិងស្វែងយល់យកផលិតផលណាដែលសម្រាប់ការប្រើប្រាស់របស់យើងដែលមានអត្ថប្រយោជន៍ដែលយើងគិតថាអត្ថប្រយោជន៍មួយនេះគឺជាតម្រូវការរបស់យើងយ៉ាងចាំបាច់តាមដាន research ទៅរកផលិតផលល្អៗរបស់ខ្មែរយើងទាំងអស់គ្នា